បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកបងប្អូនទាំងគ្នាពីបញ្ហាទូរស័ព្ទដែលយើងអាសាដូរខាងសាកឬក៏បងប្អូនដែលសាកយូរឡើងបងប្អូនយើងឆ្ងល់សុកហេតុអីបានសាកទូរស័ព្ទសាកយូរឡើងហើយមួយទៀតឆ្នាំងសាកយើងដូរច្រើនដែរហើយនៅតែខូចអញ្ចឹងនឹងហើយសម្រាប់វីដេអូនេះគឺជាវីដេអូចែករំលែកទេដោយសារបញ្ហានេះគឺអាចជួបមែនទែនសម្រាប់បងប្អូនដែលប្រើទូរស័ព្ទមិនថា Oppo មិនថា iPhone ឬក៏មិនថាប្រភេទអីទេគឺឲ្យតែអាសាខូចខាងซ้ายបងអាចឆែកតាមវិធីនេះបាននឹងឲ្យខ្ញុំសារជួបមែនទែនក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីបញ្ហាឬក៏មុនបងប្អូនធ្វើការសម្រេចចិត្តទិញឆ្អឹងសាកថ្មីឬក៏ដូរឆ្អឹងសាកអីបងប្អូនអាចមើលកន្លែងនេះបានអញ្ចឹងដូចទូរស័ព្ទមានមួយគឺភ្ញៀវគាត់បានយើងមកខ្ញុំមើលហើយគាត់ថាខូចឆ្អឹងសាកអញ្ចឹងពេលខ្ញុំសាកចូលទៅខ្ញុំសាកទៅអត់ចូលបងប្អូនគឺមែនមែនទែនគាត់អត់ចាប់អារម្មណ៍បងប្អូនសម្រាប់គឺអត់ចាប់អារម្មណ៍គាត់ថាសាកចូលហើយនឹងអីសម្រាប់បញ្ហានេះគាត់ចង់ឲ្យយើងដូរគូសាកប៉ុន្តែយើងធ្វើតេស្តទៅបងប្អូនមើលក្នុងគូសាកគឺវាណែនបងប្អូនគាត់តែទឹកទីអញ្ចឹងគាត់ឲ្យនឹងអីគាត់ចង់ឲ្យយើងដូរប៉ុន្តែសម្រាប់បញ្ហានេះគឺមិនមែនមានតែមួយហ្នឹងគឺច្រើនមែនទែននឹងអីបើសិនជាមុននឹងសម្រាប់ចិត្តធ្វើការដូរឆ្អឹងខ្សែបងប្អូនអាចបងប្អូនមានរបៀបឬក៏មានបងប្អូនមានរបៀបដូចរបៀបស្ដៅអញ្ចឹងមកឬក៏អីក៏បានហើយស្ដៅអាចដាក់ចូលក្នុងនេះបានណាអញ្ចឹងបងប្អូនធ្វើការឆ្កាស់វាចេញបងប្អូនវាសាប់មានសម្រាប់បងប្អូនពីច្រើនគឺបងប្អូនដែលយើងធ្វើការមានខាងហុយចំណាត់អីយ៉ាងហ្នឹងគឺសម្បូរមែនទែនមុនគេណាគឺក្នុងវីដេអូនេះយ៉ាងបងប្អូននេះយើងឆ្កាស់វាតិចតិចបងប្អូនឆ្កាស់តិចតិចខ្លាំងនៅវត្តជិះគេថាមានសម្រាប់ធំមែនទែនសម្រាប់ទូរស័ព្ទនេះឲ្យគាត់សាកចូលហើយយើងមានដូចជាច្រាស់ដូចនេះគាត់យើងដាក់សាំងបន្តិចមកយើងធ្វើការសម្រាប់វាឲ្យវាមកវានេះអញ្ចឹងបងវាស្អាតមកហើយយើងធ្វើការសាកថ្មីគឺដល់ចូលបងដោយសារនេះហើយដល់xong rồi bây giờ nghe một hình châu còn nhưngនឹងអីគឺបញ្ហានេះគឺសារជួបមែនទែនសម្រាប់បងប្អូនដែលគាត់ធ្វើការជាមកទីចូលហ្នឹងទៅគាត់បានចាប់អារម្មណ៍ពេលខ្លះគាត់សាកបានយឺតហើយយើងសារបានជួយសម្អាតឲ្យគាត់ដែរនឹងអីសម្រាប់បងប្អូនណាដែលអាសាជួបប្រទេសអីមកអាចសម្អាតមុនសិនទៅក៏បានដែរដោយសារយើងពេលខ្លះក៏តិចសម្អាតឬក៏ស្នឹមអីយ៉ាងទៅអរគុណសម្រាប់ការតាមដានទស្សនាវីដេអូពីដើមដល់ចប់